น้ำជាបាលជំងឺសើស្បែកដូចជាស្រែងរមាស់តអកជាដើមបាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺដើមល្ហុងខ្វងក្រហមបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានបញ្ហាស្រែងរមាស់តអកឬក៏អាឡែស៊ីស្បែកឬក៏ជំងឺសើស្បែកផ្សេងបងប្អូនអាចបេះស្លឹកល្ហុងខ្វងក្រហមនេះលាងទឹកឲ្យស្អាតឲ្យជ្រះចោជ្រះដីហើយយកទៅបុកឲ្យម៉ត់បាទបុកឲ្យម៉ត់ហើយយកមកលាបនៅកន្លែងដែលមានបញ្ហារមាស់បញ្ហាស្រែងឬបញ្ហាតអកបាទជាពិសេសបងប្អូនដែលមានជំងឺសើស្បែកគ្រប់ប្រភេទបាទហើយដើមនេះអត់ពិបាករកទេបងប្អូនប៉ុន្តែជាទូទៅដើមហ្នឹងគឺដុះនៅតាមវាលស្រែតាមភ្លឺស្រែតែបងប្អូនមួយចំនួនគាត់យកមកដាំនៅតាមលបងដើម្បីធ្វើជាបកគោលបងអាហ្នឹងតាមស្រុកស្រែតែបើនៅភ្នំពេញមិនសូវមានទេតើយើងមកហាងជាយមិនមានអញ្ចឹងណាបងប្អូនបាទដើមហ្នឹងវាដើមវាអាស្លឹកវាហ្នឹងរៀងមានមីតិចអញ្ចឹងណាមានរោមសដូចតឡាអញ្ចឹងណាហើយផ្លែនេះបងប្អូនមើលទៅផ្លែវាអញ្ចឹងភិនភាគអញ្ចឹងបងប្អូនមើលតាមវីដេអូនេះទៅហើយបងប្អូនមានបញ្ហាស្រែងជាពិសេសបងប្អូនបរោះដែលទៅតែធំគឺពេលយើងឡើងខ្លួនវាមានអាស្រែងឡើងខ្លួននឹងមកហើយអញ្ចឹងអាចធ្វើវិធីនេះបានបាទមិនបាច់ទៅប្រើថ្នាំប្រើអីលេបថ្នាំលេបអីពេលខ្លះទៅលេបអាថ្នាំមួយនោះគេហៅថ្នាំសម្រាប់មេរោគបាទលេបអាថ្នាំមួយនោះគឺអាចធ្វើឈាមសស៊ីឈាមក្រហមផងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលហើយអាចសាកល្បងធ្វើបានជាពិសេសបងប្អូនដែលមានរមាស់យូរអេសទៅកុហកកាហាយអីចឹងអាចធ្វើបានហើយបងប្អូនដែលកើតជំងឺតអកក៏ដូចគ្នាដែរបាទហើយបងប្អូនដែលមានអាឡែស៊ីស្បែកគ្រប់ប្រភេទក៏អាចប្រើបានដែរបាទហើយបើពុកម៉ែបងប្អូនដែលមានបញ្ហាច្រាលអាស៊ីតក្នុងកាពះដំបៅកាពះរលាកកាពះមានមេរោគក្នុងកាពះជាពិសេសពុកម៉ែបងប្អូនដែលមិនសូវមានការចងចាំល្អបាយមិនបានសម្រានមិនលក់អាចប្រើប្រាស់ជាមួយទឹកញ័រដែលខ្ញុំលក់បានមក150000ប្រើបានរយៈពេល6ខែបងប្អូនដល់ប្រើមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាដូចខ្ញុំរៀបរាប់ពីដើមឡើយបងប្អូនអាចប្រើប្រាស់ទៅខ្ញុំមានលាយទឹកឃ្មុំនិងអត់លាយទឹកឃ្មុំបាទបងប្អូនចង់បានមួយណាក៏បានដែរហើយរដូវកាលចូលឆ្នាំបានមកដល់ហើយបងប្អូនទិញកាបូបនេះម្នាក់មួយប្រើទៅស្ពាយពីមុខយើងដាក់បានរបស់ទ្របយើងជាពិសេសទូរស័ព្ទកាបូបលុយអីគឺការពារយើងស្ពាយពីមុខក៏វាអត់សូវមានហានិភ័យដូចយើងស្ពាយពីក្រោយដែរបាទអញ្ចឹងការពាររបស់ទ្របយើងបាទកាបូបនេះមាន3ថតមានទាំងរបស់ក្មេងនិងរបស់មនុស្សធំបាទបងប្អូនចង់បានឆាតចូល Telegram ឬ Page ឬក៏ឆាតចូល TikTok បាទអរគុណច្រើន